វីដេអូនេះគឺខ្ញុំចង់និយាយអំពីក្មេងដែលឧស្សាហ៍ឈឺឪពុកម្ដាយដែលគាត់មកជួបខ្ញុំគឺគាត់ត្អូញប្រាប់ថាកូនគាត់ឧស្សាហ៍ឈឺងាកឈឺអស់លុយក៏ច្រើនហើយអត់បានធ្វើការងារអីទេដោយសារកូនគាត់ឈឺញឹកពេកឈឺញឹកជាងក្មេងដទៃណាខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាចាប់អារម្មណ៍ចំពោះបញ្ហានេះគឺនៅពេលដែលកូនបងប្អូនទាំងអស់គ្នាឧស្សាហ៍ឈឺយើងគួរតែមើលទៅលើរបបអាហាររបស់គាត់តើរបបអាហាររបស់គាត់បានត្រឹមត្រូវហើយឬនៅសម្បូរទៅជាតិដោយជាតិវីតាមីនហើយឬនៅព្រោះថាពពួកវីតាមីនប្រូតេអ៊ីនទាំងអស់ហ្នឹងគឺជួយឲ្យប្រព័ន្ធការពាររាងកាយរបស់កូនបងប្អូនទាំងគ្នារឹងមាំហើយអាហារូបត្ថម្ភល្អមានបន្លែផ្លែឈើត្រីសាច់អីអស់ហ្នឹងគឺជាអាហារមួយដែលការពារដែលសាងសង់និងផ្ដល់ថាមពលអញ្ចឹងសង្កេតឃើញថាក្មេងដែលអាសាឈឺភាគច្រើនគឺគាត់រើសចំណីគាត់អត់ចង់ញ៉ាំបាយគាត់អត់ចង់ញ៉ាំសឡបន្លែទេភាគច្រើនគឺចូលចិត្តសុំលុយប៉ាម៉ាក់ទៅទិញនំញ៉ាំមាននំកញ្ចប់នំចិនមានមីអីចឹងទៅអានេះហើយគឺវាធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់កូនបងប្អូនទាំងគ្នាចុះខ្សោយណាមួយទៀតគឺតាក់ទងជាមួយនឹងមេរោគសើស្បែកមេរោគសើស្បែកក៏ជាកត្តាមួយដែលធ្វើឲ្យកូនរបស់បងប្អូនទាំងគ្នាឈឺនៅជំងឺផ្សេងទៀតដែរមានន័យថានៅពេលដែលកូនបងប្អូនទាំងគ្នាមានការរោគផ្សិតនៅលើស្បែកខ្ញុំសង្កេតឃើញមានក្មេងមួយចំនួនគឺមានរោគស្រែកណារោគស្រែកហ្នឹងមានន័យថានៅលើមុខគាត់នៅលើគូតនៅលើស្បែករបស់គាត់ហ្នឹងគឺមានមេរោគផ្សិតហ្នឹងនៅពេលណាដែលក្មេងមានមេរោគផ្សិតហ្នឹងគឺវាធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយដែរកាលណាប្រព័ន្ធការពាររាងកាយចុះខ្សោយគឺអាចផ្ដល់ឱកាសឲ្យមេរោគផ្សេងចូលមកក្នុងខ្លួនរបស់ក្មេងដែរដូចជាមេរោគផ្ដាសាយមេរោគរលាកសួតមេរោគកាពះពោះវៀនអីចឹងទៅមួយទៀតគឺការធ្វើអនាម័យចំពោះក្មេងគឺសំខាន់ជាពិសេសគឺឲ្យកុមារលាងដៃឲ្យបានញឹកញាប់សម្អាតខ្លួនឲ្យបានស្អាតបន្ទាប់ពីការលេងដីឬក៏បន្ទាប់ពីការដើរចូលព្រៃជាដើមសង្កេតឃើញថាក្មេងៗនៅតំបន់កំពង់ល្ពៅរបស់យើងគឺអត់សូវមានអនាម័យណាបាទហ្នឹងហើយភាគច្រើនគឺគាត់អត់បានចាប់អារម្មណ៍ចំពោះការធ្វើអនាម័យលាងដៃជាមួយសាប៊ូឲ្យបានស្អាតមុននឹងញ៉ាំចំណីអាហារជាដើមហើយការញ៉ាំអាហារផ្សេងក៏អត់ទាន់បានគិតពីអនាម័យដែរអញ្ចឹងអាចធ្វើឲ្យក្មេងនោះឧស្សាហ៍ឈឺណាបងប្អូនទាំងគ្នាអញ្ចឹងដើម្បីការពារឲ្យក្មេងមានសុខភាពល្អកុំឲ្យឧស្សាហ៍ឈឺគឺយើងអាចទី1គឺមើលទៅលើរបបអាហាររបស់គាត់ទី2គឺមើលទៅលើកង្វះប្រូតេអ៊ីនវីតាមីនហ្នឹងបើសិនជាគាត់ខ្វះបើសិនជាគាត់អត់សូវឡើងគីឡូទេយើងអាចរកវីតាមីនប្រូតេអ៊ីនបន្ថែមពីគ្រូពេទ្យណាហើយមួយទៀតគឺការធ្វើអនាម័យឲ្យបានល្អគឺសំខាន់មែនទែនកាលណាបងប្អូនធ្វើបែបនេះសុខភាពកូនរបស់បងប្អូនទាំងអស់គ្នាមានសុខភាពល្អបងប្អូនទាំងអស់គ្នាមិនចំណាយលុយជាមួយនឹងពេទ្យច្រើនបងប្អូនទាំងអស់គ្នាមានពេលសម្រាប់ធ្វើការងារហើយក៏មិនចាំបាច់យើងធ្វើការបានលុយហើយយកលុយមកឲ្យពេទ្យដែរអញ្ចឹងសង្ឃឹមថាសារនេះគឺបងប្អូនអាចចែករំលែកទៅកាន់បងប្អូនយើងដទៃទៀតផ្សេងផងដែរសូមអរគុណ